ថ្ងៃនេះចេញមកជួសជុលកង់ឲ្យភ្ញៀវនៅខាងកប់ស្រូវឯពុកម៉ែបងប្អូនបាទហើយសម្រាប់កង់របស់ភ្ញៀវមួយនេះមានបញ្ហាទៅលើសញ្ញោហើយក៏ផ្លេរបស់វាអត់ដំណើរការអញ្ចឹងពុកម៉ែបងប្អូនមានបញ្ហាបែបហ្នឹងគ្រាន់តែយើងធ្វើតេស្តខ្សែភ្លើងសញ្ញោនិងក៏ផ្លេវាទៅថាវាខូចឬក៏យ៉ាងណាដែរហើយជាក់ស្ដែងខ្ញុំបានតេស្តទៅគឺភ្លើងសញ្ញោក៏ដូចជាក៏ផ្លេហ្នឹងអត់មានអីទេគឺបញ្ហាមកពីដុំចែកភ្លើងរបស់វានឹងរួមជាមួយនឹងកង់ដងភ្លើងសញ្ញោផងដែរពុកម៉ែបងប្អូនបើសិនជាអត់មានកង់ដងហ្នឹងទេគឺយើងមិនអាចភ្លើងសញ្ញោឲ្យវាភ្លឹបភ្លេតបានទេគឺវាភ្លឺនៅជាប់រហូតចឹងដោយពុកម៉ែបងប្អូនបានមើលជាក់ស្ដែងចឹងទៅក្រោយពីបានផ្លាស់ប្ដូរកង់ដងសញ្ញោនិងដុំចែកភ្លើងឃើញថាវាដំណើរការវិញហើយសម្រាប់ពុកម៉ែបងប្អូនមានតម្រូវការចង់ជួសជុលកង់និងម៉ូតូ Kisni ពុកម៉ែបងប្អូនអាចតំណែងតំណងមកខាងយើងបានដោយខាងយើងទទួលជួសជុលកង់និងម៉ូតូ Kisni គ្រប់ប្រភេទបើសិនជាពុកម៉ែបងប្អូននៅខាងខេត្តវិញពុកម៉ែបងប្អូនអាចផ្ញើកង់ឲ្យខាងបងប្អូនជួសជុលបានហើយក្នុងពេញខាងបងប្អូនក៏មានសេវាជួសជុលដល់ផ្ទះផងដែរបាទសូមអរគុណ